បិទទេដែលម៉ូតូអូតូកម្លាំង 160cc របស់ប្រទេសជប៉ុនមានមញោមបំប្រេងសុទ្ធតែពណ៌ខ្មៅស្រ័យចម្ងល់នេះថ្ងៃនេះមានម៉ូតូអូតូ 160cc រហូតដល់3គ្រឿងរបស់ប្រទេសជប៉ុនដែលមកឆែកមើលមញោមបំប្រេងទី1នេះគឺ ADV ម៉ូតូ ADV នេះប្រើប្រាស់ទៅតែបានប្រមាណជា 12091 គីឡូដល់ឆែកមញោមបំប្រេងយើងឃើញថាមញោមបំប្រេងម៉ូតូ ADV ប្រទេសជប៉ុនមួយគ្រឿងនេះគឺជាប្រភេទមញោមបំប្រេងពណ៌សនេះពណ៌សបងប្អូនពណ៌សរបស់ដកគោហើយម៉ូតូនេះសឹកមញោមបំប្រេងខ្លាំងមែនតើបើរងចាំតែបន្តិចទៀតអាចនឹងមានបញ្ហាដល់ម៉ាស៊ីនតែម្ដងអញ្ចឹងចំណុចទី1ដែលយើងមើលឃើញថា ADV 160cc ប្រទេសជប៉ុនមួយនេះក៏មានមញោមបំប្រេងពណ៌សដែរអញ្ចឹងបងប្អូនមានការប្រុងប្រយ័ត្នមែនតើព្រោះមញោមបំប្រេងបើសឹកកាន់តែខ្លាំងម៉ូតូនឹងអាចមានបញ្ហាដល់ម៉ាស៊ីនដូរមញោមហើយក៏ដោយក៏អត់ស្ងាត់ដែរ ADV នេះគឺជាម៉ូតូទី1ហើយនោះ ADV ទី2ដែលខ្ញុំនឹងបង្ហាញជាបន្តទៀតម៉ូតូ ADV មួយគ្រឿងនេះគឺមិនទាន់មានសម្លេងប្លែកណាមួយគួរចាប់អារម្មណ៍នោះទេក៏ប៉ុន្តែម្ចាស់ម៉ូតូគាត់ឆែកមើលឲ្យហើយដល់ឆែកមើលឆាច់ឃើញថាមញោមបំប្រេងពណ៌សឬក៏ពណ៌ទឹកដោះគោនឹងឯងមញោមប្រភេទនេះខ្ញុំនៅតែអះអាងបន្តទៀតថាគឺมันមានភាពមាំទាំទេគឺវាមិនធន់តែម្ដងប្រើប្រាស់កាន់តែយូរគឺកាន់តែគ្រោះថ្នាក់ហើយនេះក៏ជាម៉ូតូ ADV របស់ប្រទេសជប៉ុនដូចគ្នាដែរបន្តមួយគ្រឿងចុងក្រោយនេះគឺម៉ូតូ PCX វិញម្ដង PCX របស់ប្រទេសជប៉ុននេះបន្ទាប់ពីការដកឆែកមើលមញោមបំប្រេងក៏យើងមើលឃើញច្បាស់ថាជាមញោមបំប្រេងពណ៌សឬពណ៌ទឹកដោះគោដូចគ្នាអញ្ចឹងសូមបញ្ជាក់ជូនបងប្អូនម្ដងទៀតតាក់ទងទៅនឹងបទពិសោធន៍ផ្ទាល់របស់ហាងដតម៉ូតូក្នុងការឆែកមើលមញោមបំប្រេងម៉ូតូអូតូកម្លាំង 160cc មិនថាម៉ូតូមកពីជប៉ុនម៉ូតូមកពីថៃម៉ូតូក្រុមហ៊ុនម៉ូតូពីឥណ្ឌូនេស៊ីគឺมันមានភាពច្បាស់លាស់ក្នុងការកំណត់លើមញោមបំប្រេងទេម៉ូតូខ្លះយើងដកឆែកមកឃើញមញោមពណ៌សម៉ូតូខ្លះដកឆែកមកឃើញមញោមពណ៌ខ្មៅអញ្ចឹងវាអត់មានភាពច្បាស់លាស់ណាមួយអ្វីដែលយើងច្បាស់ជាងគេគឺថាម៉ូតូដែលប្រើប្រាស់មញោមបំប្រេងពណ៌សគឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងគេអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់ម៉ូតូអូតូកម្លាំង 160cc ទាំងអស់គួរតែមានការប្រុងប្រយ័ត្ននិងត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ទៅលើមញោមបំប្រេងបន្ទាប់ពីការប្រើប្រាស់ម៉ូតូថ្មីក្រោយការប្រើប្រាស់ 10000 គីឡូព្រោះមញោមបំប្រេងភាគច្រើនគឺមានបញ្ហាក្រោយការប្រើប្រាស់ 10000 គីឡូកុំរងចាំដល់ម៉ូតូលាន់ព្រោះបើកាលណាម៉ូតូលាន់ពេលខ្លះដូរមញោមបំប្រេងហើយក៏ដោយក៏នៅតែមានបញ្ហាដល់ម៉ាស៊ីនដូចគ្នា